បន្ទាប់ពីមានការបដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមឥឡូវនេះត្រាំបញ្ចេញអេរយាប័តកាន់តែកាចហើយបងប្អូននៅឆ្នាំថ្មីនេះនៅអាណត្តិថ្មីនៃការដឹកនាំរបស់គាត់នេះគាត់កំពុងតែបញ្ចេញឥទ្ធិពលទៅកាន់ពិភពលោកកំពុងតែធ្វើឲ្យពិភពលោកមានការកោតក្រែងអាមេរិកសារជាថ្មីហើយព័ត៌មាននៅថ្ងៃទី30ខែតុលានេះលោកដូណាល់ត្រាំបានអនុញ្ញាតឲ្យក្រសួងការពារជាតិរបស់អាមេរិកឬហៅថាក្រសួងសង្គ្រាមរបស់អាមេរិកនឹងធ្វើការសាកល្បងនៅអាវុធនុយក្លេអ៊ែរទៀតហើយដែលកិច្ចការនេះត្រូវបានផ្អាកតាំងពីឆ្នាំ1992មកម្លេះបងប្អូនសារព័ត៌មានកម្ពុជាថ្មីបានសរសេររឿងនេះយ៉ាងដូចនេះថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនាថ្ងៃពហុទី30ខែតុលានេះបានប្រកាសបញ្ជាឲ្យក្រសួងការពារជាតិចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ភ្លាមបន្ទាប់ពីផ្អាកតាំងពីឆ្នាំ1992មកម្លេះនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានធ្វើឡើងភ្លាមមុនពេលកិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយនឹងប្រធានាធិបតីចិនស៊ីជីនពីងនៅទីក្រុងប៊ូសានលោកត្រាំបាននិយាយថាការផ្លាស់ប្ដូរនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែរដែលធ្វើឡើងដោយប្រទេសជាគូប្រជែងមេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាទាំងអស់ដោយបន្ថែមថារុស្ស៊ីជាប្រទេសទី2ហើយចិនជាប្រទេសទី3ឆ្ងាយផុតប៉ុន្តែនឹងតាមមិនទាន់អាមេរិកទេក្នុងរយៈពេល5ឆ្នាំទៅមុខទៀតនេះលោកបាននិយាយថាដោយសារតែកម្មវិធីសាកល្បងរបស់ប្រទេសផ្សេងខ្ញុំបានណែនាំនាយកដ្ឋានសង្គ្រាមឲ្យចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈរលើមូលដ្ឋានស្មើគ្នាដំណើរការនេះនឹងចាប់ផ្ដើមភ្លាមការប្រកាសនេះតំណាងឲ្យការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងគោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយអាមេរិកមិនបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរពេញលេញចាប់តាំងពីឆ្នាំ1992ជាការផ្អាកដោយខ្លួនឯងដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការកម្រិតការរីកសាយអាវុធនុយក្លេអ៊ែរការប្រកាសរបស់លោកត្រាំធ្វើឡើងចំពេលមានភាពតានតឹងជាសកលកាន់តែខ្លាំងឡើងលើការអភិវឌ្ឍនុយក្លេអ៊ែរដោយទាំងរុស្ស៊ីនិងចិនបានជំរុញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ពួកគេវាក៏ធ្វើឡើងតាមក្រោយការបញ្ចប់របស់ទីក្រុងមូស្គូទៅលើកិច្ចព្រមព្រៀងគ្រប់គ្រងនិងរៀបចំភ្លូតូញូមជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះដែលជាកតិកាសញ្ញាសំខាន់នៃសម័យសង្គ្រាមត្រជាក់ដែលមានគោលបំណងកាត់បន្ថយការស្តុកទុកសារធាតុភ្លូតូញូមសម្រាប់អាវុធនុយក្លេអ៊ែរសេតវិមានមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតបន្ថែមអំពីទីកន្លែងឬនៅពេលណាដែលការធ្វើតេស្តនឹងប្រព្រឹត្តទៅថាតើការផ្លាស់ប្ដូរនេះបង្ហាញពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ CTBT ដែលទីក្រុង Washington ធ្លាប់បានចុះហត្ថលេខានៅក្នុងឆ្នាំ1996តែមិនទាន់បានផ្ដល់សច្ចាប័នឬយ៉ាងណានោះឡើយបច្ចុប្បន្នលោកត្រាំកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំរបស់លោកជាមួយលោកស៊ីជាកន្លែងដែលបញ្ហាសន្តិសុខក្នុងតំបន់និងនុយក្លេអ៊ែរនឹងត្រូវបានផ្ដោតសំខាន់ក្នុងរបៀបវិរៈបាទបងប្អូនយើងដឹងថាថ្ងៃនេះគឺលោកត្រាំជួបជាមួយនឹងលោកស៊ីជីនពីងនៅឯទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងអញ្ចឹងនៅក្នុងថ្ងៃជាមួយគ្នានេះដែរគាត់ក៏បានចេញបញ្ជាទៅកាន់ក្រសួងសង្គ្រាមរបស់គាត់ឲ្យធ្វើសកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដែលកិច្ចការនេះត្រូវបានផ្អាកតាំងពីឆ្នាំ1992មកម្លេះអញ្ចឹង30ឆ្នាំជាងក្រោយនេះគឺបើកសកម្មភាពនឹងឡើងវិញហើយនៅក្នុងអាណត្តិនៃការគ្រប់គ្រងរបស់ត្រាំអញ្ចឹងយើងមិនដឹងថាយ៉ាងណាទេមហាអំណាចពេលជួបគ្នាមួយគឺបង្ហាញសាច់ដុំដាក់គ្នាកាន់តែខ្លាំងហើយនៅក្នុងថ្ងៃនេះអាមេរិកជួបជាមួយនឹងចិនហើយប្រទេសនីមួយៗក៏ព្យាយាម upgrade នៅឃ្លាំងគ្រាប់របស់គេនៅឃ្លាំងអាវុធនុយក្លេអ៊ែររបស់គេរៀងខ្លួនអញ្ចឹងយើងមិនដឹងថាយ៉ាងណាទៀតទេប៉ុន្តែការសម្ញែងសាច់ដុំរបស់អាមេរិកស្របពេលដែលអាមេរិកក៏ធ្វើសកម្មភាពដើរសម្រុះសម្រួលគេឲ្យបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើនជុំវិញពិភពលោកក្នុងគណៈពេលដែលដូចគ្នាគ្មានប្រទេសណាមួយដែលចិននាំឲ្យមានសន្តិភាពនោះទេចិនអត់បានបញ្ចប់សង្គ្រាមនៅកន្លែងណាមួយទេប៉ុន្តែអាមេរិកបានបញ្ចប់សង្គ្រាមនៅទីតាំងយ៉ាងច្រើនសូមអរគុណលោកដូណាល់ត្រាំអរគុណសហរដ្ឋអាមេរិកហើយយើងចាំមើលតើនឹងមានអ្វីកើតឡើងបន្តទៀត